ประเทศខ្មែរយើងទូចប្រសិនបើវិស័យយោធាយើងមិនខ្លាំងទេសេដ្ឋកិច្ចយើងមិនខ្លាំងទេនោះខ្មែរយើងនឹងអាយ៉ងនយោបាយរបស់ប្រទេសជិតខាងនឹងហើយនិយាយរួមនឹងអាហ៊ុនសែននេះគឺជាកញ្ជះយួនដាច់ថ្លៃណាស់ហើយគ្មានអីទៅងើបក្បាលរួចជាមួយនឹងថៃជាមួយនឹងយួនទេដូច្នោះបងប្អូនត្រូវភ្ញាក់រលឹកឡើងហើយយើងមិនបាច់តែឈឺចាប់រឿងអ្នកដែលចោះចូលទេយើងមើលអ្នកដែលចោះចូលហ៊ុនសែនប្រហែលម៉ានគឺស្លាប់អស់ហើយដូចជាផុនភាពលីសមេឌីសមងឃើញចុងក្រោយហ៊ុនសែនសម្លាប់នៅក្នុងគុកហើយចោលថាទឹកនោមផ្អែមទៅដួងតារាមួយទៀតឃើញទេបងប្អូនដួងតារាក៏ជាប់គុកទៅឃើញអាហ្នឹងទីប្រឹក្សាផ្ទាល់ផងហើយបន្ទាប់មកទៀតទីសវណ្ណថាទីសវណ្ណថោកហ្នឹងឃើញទេហើយអ្នកដែលឆ្កែព្រុះកដចោលដេកក្នុងផ្ទះខ្លួនឯងដូចជាមហាអាចឃើញទេខ្លាសខ្លាយឃើញចុងក្រោយមានអីទៀតគឺអត់មានប្រយោជន៍ទេហើយឃើញមកក្រោយបន្តមកទៀតឃើញដែលធាតកោដែលពាក់ព័ន្ធរឿងសម្រាប់លោកលីកំយ៉ាហ្នឹងឃើញទេដូចជាអាពេជ្រកំស្រិនអាលីរតនៈស្មីកពើស៊ីអស់ហើយបងប្អូនហើយបងប្អូនមួយចំនួនទៀតកំពុងតែត្រៀមខ្លួនវិលមកស្រុកខ្មែរអូខេចូលទៅចុះអនាគតហ៊ុនសែនឲ្យប្រើបន្តិចតួចលេខកើតប្រឡប់ស្ថានការលេខកើតចុងក្រោយបោះឲ្យកពើស៊ីទេយើងមើលគំរូច្រើនគ្នាមកហើយបើបងប្អូនសម្រាប់ចិត្តថាចូលហ៊ុនសែនវាជាសិទ្ធិរបស់បងប្អូនទេប៉ុន្តែបងប្អូនត្រូវចាំឲ្យច្បាស់ណាបុគ្គលណាក៏ដោយឲ្យតែលះបង់លទ្ធិប្រជាធិបតេយ្យហើយរត់ទៅចូលពួកអ្នកដែលស្មោកគ្រោកដូចជាពួកលួចជាតិនេះគេឈ្មោះបងប្អូននឹងស្លាប់ទៅអត់មានទេគឺពូជក្បត់ជាតិជារៀងរហូតទោះបីជាយើងក្រធ្វើសំណងក៏ដោយកម្លាំងញើសឈាមទៅយើងទោះបីជាហត់នៅយ៉ាងណាក៏ដោយក៏យើងបាយឆ្ងាញ់ដេកស្រួលដែរតែបើបងប្អូនលក់ក្បាលឲ្យចោលក្បត់ជាតិនោះបងប្អូននឹងគេជេរដាក់ទនេហើយត្រូវពិចារណាឡើងវិញបងប្អូនអរគ្នាហើយហ៊ុនសែននេះក៏នៅមិនបានយូរដែរបងប្អូនរបបផ្ដាច់ការនៅលើពិភពលោកអាណានៅបានយូរយើងគិតមើលប្រទេសរាល់ប្រទេសទាំងអស់គឺតោអស់ហើយបងប្អូនមិនបាច់តែមិត្តដៃថែបជាមួយចិនជាមួយយួនអីទេពូជនេះគឺជាពូជសម្លាប់ខ្មែរយើងចិនយួននេះ3ឆ្នាំ8ខែ20ថ្ងៃសម្លាប់ខ្មែរយើងទាំងអស់ឥឡូវបើយើងបោលក្បាលតែគ្រប់គ្រងខាងកុម្មុយនីសសេរីយើងមិនចាប់យកអនាគតប្រទេសយើងនឹងរលាយដោយប្រទេសចម្ប៉ាអញ្ចឹងហើយអនាគតថៃពាក់កណ្ដាលទៅយួនពាក់កណ្ដាលទៅហើយប្រជាពលរដ្ឋខ្មែរចំណាក់ស្រុកទៅនេះទៅនោះទៅកុំមោទនភាពដែលបានទៅធ្វើការនៅកូរ៉េជប៉ុនឬក៏អ៊ីស្រាអែលអីសោះបងប្អូនខ្ញុំយល់ហើយបងប្អូនទៅនឹងប៉ុន្តែយើងគូគិតមើលប្រទេសជាតិយើងខ្លះផងធ្វើជាមនុស្សកុំព្រោះអាហារ3ពេលក្បត់អាដាមកតេសបញ្ញៈខ្លួនឯងមកជេរបចោអ្នកស្នេហាជាតិឬក៏លើកតម្កើងចោលឲ្យទៅជាមនុស្សដែលអច្ឆរិយៈនោះអត់ត្រឹមត្រូវទេតន់នៅមានដង្ហើមតន់នៅមានឱកាសនិយាយខ្មែរស្ដាប់ខ្មែរគ្នាបានចូលរួមជាមួយនឹងរាជរដ្ឋាភិបាលឯករាជ្យ$23នោះបងប្អូននឹងមានសង្ឃឹមហើយនឹងកូនចៅអស់លោកទាំងអស់គ្នានេះកើតទឹកលើទឹកដីខ្លួនឯងវាមិនមែនជាកញ្ចេះជនជាតិបរទេសតែបើសិនជាបងប្អូននៅតែមិនភ្ញាក់រលឹកប្រជាពលរដ្ឋខ្មែររីសប្តាហ៍ថ្ងៃនេះយូរមិនឆាប់ទេខ្មែរយើងដូចជាប្រទេសចម្ប៉ាដែលហៅថាចាមនេះជាប្រទេសទី2ហើយវាអត់មានមោទនភាពអីមកកញ្ចេះស្រុកគេស្រុកថៃស្រុកអីនេះទេបងប្អូនវេទនាណាស់ហើយបងប្អូនគួរតែភ្ញាក់រលឹកឡើងហ៊ុនសែនចប់ហើយបងប្អូន